เนี่ยต่างគ្នាសាក់ទាយទៅមើលឃើញកែបោកអាំងអញ្ចឹងសាច់ក្រកដាក់អាំងអញ្ចឹងតាមផ្លូវជាតិអញ្ចឹងយើងគិតថាផ្លូវជាតិលេខប្រមាណដែរខ្ញុំគិតថាមានអ្នកខ្លះក៏ស្គាល់អ្នកខ្លះក៏មិនស្គាល់ដែរខ្ញុំជិះកាត់ផ្លូវហ្នឹងឃើញមើលទៅទំនងឆ្ងាយឃើញគេដាក់អាំងអេហ្មងតែពេលអញ្ចឹងហើយទ្រាំបានចូលឲ្យគាត់អាំងសាច់ក្រក5សកៈភ្លុកមើលហើយថែមកែបោកមួយសាក់ចង់ដឹងថាវាឆ្ងាញ់ឬឆ្ងាញ់ហើយរឿងភ្លុកនោះជឿជាក់លើខ្ញុំចោះទៅណាក៏ឃើញម្ហូបណាក៏ចង់ដែរចង់ភ្លុកម្ហូបតាមតំបន់គេណាឲ្យតែតាក់ទៅមួយហូបដល់គ្មានរត់មានខ្ញុំហ่ะហើយយើងហូបខ្លែមួយកូកាទេយើងញ៉ាំមួយភីទេមកឥឡូវយើងមកស្ដាប់ចម្លើយទាំងអស់គ្នាថានៅណានេះទៅនេះតែឯងផ្លូវជាតិលេខ2កែបោកក្រោបានជាមួយកូកាតែប៉ុណ្ណឹងជីវិតមានន័យតែមិនមកតែឯងទេមកមួយអាសង្ហាការសង្ហាខ្ញុំនៅខាងក្រោយបានពីអ្នកវាខកបានកំដរទៅនេះមួយថ្ងៃចូលអត់ធ្វើការអីញ៉ាំមកជីដល់លេងបានលុយលេងញ៉ាំតែប៉ុណ្ណឹងបានគ្រប់លក្ខណៈជីវិតមានន័យខ្លែមួយកូកាខ្ញុំផ្លូវជាតិលេខ2ចន្លោះពីភ្នំម៉ៅនិងទលេបាទីអត់ខ្វះទេមកនឹងកែបបោកច្រើនណាស់ម៉ាក់អីក៏មានដែរតែមកមានគ្នាកាន់តែអែមដាក់ជាជាមួយអាភីភីតែខ្ញុំអត់គ្នាយើងអត់កូកាតែឥឡូវយើងដឹងហើយដឹងថានៅណាឥឡូវយើងមកតេស្តរសជាតិសាច់ក្រកនិងកែបបោកទាំងអស់គ្នាព្រោះកែបបោកហ្នឹងខ្ញុំសួរគាត់ថាគាត់អត់បានទិញអាគេសាប់យកមកអាំងទេគឺគាត់ទិញតាំងកែបទេគាត់ធ្វើគ្រឿងញាត់ខ្លួនឯងអញ្ចឹងហើយគាត់តែយើងញ៉ាំផ្ទាល់មិនដឹងថាពិតឬមិនពិតដោយអ្វីដែលគាត់ថាអត់តែពេលខ្ញុំញ៉ាំមើលទៅគឺមែនពិតមែនសាច់ខាងក្នុងគឺគាត់ចិញ្ច្រាំមានជ្រុបមានន័យថាលាសាច់ជ្រូកខាងក្នុងឆ្ងាញ់អែមរសជាតិរបស់គាត់តែហាងគាត់អត់មានឈ្មោះទេអញ្ចឹងហើយតាមបណ្ដោយផ្លូវជាតិលេខ2ហ្នឹងគឺមានច្រើនណាស់អ្នកទាំងអស់គ្នាហូបកន្លែងណាក៏បានដែរព្រោះចំពោះមនុស្សយើងរសជាតិយើងញ៉ាំមិនបានដូចគ្នាទេអ្នកខ្លះញ៉ាំផ្អែមអ្នកខ្លះញ៉ាំប្រៃអញ្ចឹងទៅតាមហ្នឹងទៅហើយញ៉ាំចង់ថាយើងជីវិតខ្លួនមួយតែឯងស្រួលចង់ដេកញ៉ាំក៏បានអង្គុយញ៉ាំក៏បានគ្មានអ្នកណាថាអីដល់មកស្ទុះក្រោយមកឡើយអស់ហ្នឹងហើយកូកាក៏អស់ដែរអស់លីងឆាញ់ហ្មងអស់លីងឆាញ់មើលមុខអ្នកលោកព្រោះអ្នកលោកមើលមុខភ្លឺហើយព្រោះតាញ៉ាំហើយថាសម្រេតខ្លួននឹងរឹងបន្តិចវាមានរឹងអង្គុយលេងហ្នឹងយើងអង្គុយយល់រឹងបន្តិចឲ្យវាសក់ពោះអង្គុយមើលទេសភាពតាមផ្លូវជាតិលេខ2អញ្ចឹងណាអង្គុយយល់រឹងបានមកសន្ទុះស្រាប់តែមានហេតុការណ៍នេះមួយកើតឡើងឃើញប្តីគាត់មូខ្សែភ្លើងគាត់ចាប់ផ្ដើមរើអីអូយសែតមែនអីទេដោយសារតែល្ងាចដែរហើយណាមួយក៏ភ្លៀងដែរអញ្ចឹងគាត់ថាខ្លាចយប់អញ្ចឹងគាត់ក៏រើទៅដល់ពេលឃើញគាត់រើហើយខ្ញុំចាំកាលទៀតគិតលុយដាក់មេប្រូចទៅទេ